ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញពី shortcut key Windows 11 ចំនួន10ដែលយើងតែងតែប្រើប្រាស់ប្រចាំថ្ងៃដើម្បីកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់វីដេអូទាំងអស់គ្នា shortcut key ទី10គឺ Windows បកអក្សរ D Windows បកអក្សរ D មានន័យថាយើងសូឬក៏ hide desktop អញ្ចឹងមានន័យថានៅពេលដែលយើងបើកកម្មវិធីច្រើនក្នុងពេលតែមួយហើយយើងចង់ជួយទៅផ្ទាំង desktop វិញយើងគ្រាន់តែចុច Windows បកអក្សរ D មកវានឹងបង្ហាញផ្ទាំង desktop មកហើយបើយើងចង់បើកផ្ទាំងកម្មវិធីទាំងអស់នោះវិញយើងគ្រាន់តែចុច Windows បកអក្សរ D មកវានឹងបង្ហាញមកវិញឯងលេខរៀងទី9គឺ Windows បកអក្សរ E Windows បកអក្សរ E មានន័យថាយើងបើកកម្មវិធី File Explorer កម្មវិធី File Explorer គឺជាកម្មវិធីមួយដែលយើងដាក់ file ឬ folder ផ្សេងៗដែលយើងបានធ្វើនៅលើកុំព្យូទ័រយើងអញ្ចឹងយើងគ្រាន់តែចុច Windows បូកអក្សរ E មកវានឹងបើកជា File Explorer យើងហើយទី8នោះគឺ Windows បូកអក្សរ I Windows បូកអក្សរ I មានន័យថាយើងធ្វើការបើក Open Setting ដើម្បីយើងធ្វើការប្រើប្រាស់នៅការ connect Wi-Fi ឬក៏ connect Bluetooth ផ្សេងៗអញ្ចឹងយើងអាចចុច Windows បូកអក្សរ I មកវានឹងបង្ហាញផ្ទាំង setting ឲ្យយើងហើយលេខរៀងទី7គឺ Windows បូកអក្សរ L Windows បូកអក្សរ L មានន័យថាយើងធ្វើការ lock កុំព្យូទ័ររបស់យើងមានន័យថាយើងអាចចុច Windows បូកអក្សរ L មកវានឹងបិទចេញជាផ្ទាំងខ្មៅហើយយើងចូលមកវិញអញ្ចឹងក្នុងករណីដែលបងប្អូនចង់ lock កុំព្យូទ័របងប្អូនអាចចុច Windows បូកអក្សរ L មកវានឹង lock ជូនបងប្អូននេះលេខ6គឺ Alt Book Tab Alt Book Tab មានន័យថាយើង switch between open app អញ្ចឹងនៅពេលដែលយើងបើក app ច្រើននៅពេលតែមួយយើងអាច switch app មួយទៅ app មួយដែលយើងគ្រាន់តែប្រើប្រាស់ Alt Book Tab មកអញ្ចឹងឧទាហរណ៍ថាខ្ញុំបើកកម្មវិធីច្រើននៅពេលតែមួយខ្ញុំអាចបើកចុច Alt Book Tab មកវានឹងបដូរកម្មវិធីទៅតាមអ្វីដែលខ្ញុំចង់ដូរឯងលេខរៀងទី5គឺ Windows បូកអក្សរ A មានន័យថាយើង Open Quick Setting Open Quick Setting គឺចង់សំដៅទៅលើនេះកន្លែងនេះអញ្ចឹងយើងធ្វើការចុចWindows បូកអក្សរ A មកវានឹងបើកជាផ្ទាំង Connect Wi-Fi ឬក៏ Bluetooth ឬក៏យើងចង់ដាក់ Airplane Mode យើងចង់បន្ថយពន្លឺចង់បើកសលេងបិទសលេងអីយើងអាចចុច Shortcut key នឹងបានលេខ4គឺ Windows បូកអក្សរ N មានន័យថាយើងធ្វើការបើកនៅ Notification Center សម្រាប់យើងត្រួតពិនិត្យនៅ Notification មួយចំនួនដែលវាបាន alert មកលើកុំព្យូទ័ររបស់យើងអញ្ចឹងចុច Windows បូកអក្សរ N មកវានឹងបង្ហាញជាផ្ទាំងព័ត៌មានផ្សេងៗដោយសារនេះខ្ញុំមានជា notification មួយអញ្ចឹងវានឹងបង្ហាញបើសិនបងប្អូនមានច្រើនវានឹងបង្ហាញកន្លែងនេះទាំងអស់លេខ3គឺ Windows បូកអក្សរ V Windows បូកអក្សរ V មានន័យថាយើងធ្វើការ Open Clipboard History អញ្ចឹងនៅពេលដែលយើងធ្វើការ select copy នៅ tag ឬក៏អក្សរផ្សេងៗវានឹងបង្ហាញនៅលើផ្ទាំង clipboard របស់យើងអញ្ចឹងយើងគ្រាន់តែចុច Windows បូកអក្សរ V មកនេះ clipboard ទាំងនេះសិតតែខ្ញុំបាន copy ពីមុនអញ្ចឹងវានឹងបង្ហាញ clipboard history ទាំងអស់ដែលយើងធ្លាប់ copy អញ្ចឹងឧទាហរណ៍ថាខ្ញុំ copy ម្ដុំនេះទៀត control បូក C អញ្ចឹងនៅពេលដែលខ្ញុំ Windows បូក V មកវានឹងបង្ហាញtag មិនដែលខ្ញុំបាន copy ឯងលេខ2គឺ Windows បូក tab Windows បូក tab មានន័យថាយើងធ្វើការ open task view អញ្ចឹងយើងចុច Windows បូក tab វានឹងបង្ហាញជា app ផ្ទាំងធំដែលមាន app ដែលយើងបានបើកប្រើប្រាស់អញ្ចឹងនេះជាបើយើងចង់ switch ទៅ app មួយណាដែលយើងចង់បើកក៏បានដែរអញ្ចឹងវាស្តៀងទៅនឹង Alt Book Tab មិញដែរលេខរៀងទី1គឺ Windows បូក Shift បូកអក្សរ S សម្រាប់លេខរៀងទី1គឺយើងធ្វើការ screenshot ក៏បាន screen record ក៏បានតែតម្រូវឲ្យកុំព្យូទ័របងប្អូនមានកម្មវិធីមួយឈ្មោះថា Snapping Tool សិនណាបានវាអាចប្រើប្រាស់នៅ shortcut key មួយនេះបានអញ្ចឹងខ្ញុំសូមបញ្យល់បន្តិចសម្រាប់Windows បូក Shift បូកអក្សរ S គឺយើងអាចប្រើបាន2ក្នុងពេលតែមួយអញ្ចឹងខ្ញុំចុច Windows បូក Shift បូកអក្សរ S អញ្ចឹងវាបង្ហាញផ្ទាំងបែបនេះបងប្អូនចុចសញ្ញាកាមេរ៉ានេះមានន័យថាបងប្អូនអាច screenshot អញ្ចឹងដើម្បី screenshot បានបងប្អូន select frame ត្រឹមណាដែលបងប្អូនចង់ screenshot ទៅវានឹង screenshot ហើយ auto save ទៅកាន់ file explorer នេះនៅកន្លែង picture នេះហើយ screenshot នេះវាជាផ្ទាំងដែលខ្ញុំបាន screenshot មិញហើយមួយទៀតគឺ screen record បងប្អូនចុច ដែរមកហើយ
ចុចយករូប snap នេះមកអញ្ចឹងយើង select frame ដូចគ្នាពេល select frame រួចហើយយើងចុច start ពេលចុច start វានឹងចាប់ផ្ដើម record ឲ្យយើងអញ្ចឹងនៅពេលដែលវា record ឲ្យយើងហើយយើងអាចចុចទៅកាន់កន្លែង stop នេះអញ្ចឹងវានឹង save auto ទៅកាន់កន្លែង file explorer ដូចគ្នាគឺនៅក្នុង video នេះកន្លែង screen record បាញ់នេះជា shortcut key ចំនួន10ដែលខ្ញុំតែងតែជួបប្រទះជាប្រចាំថ្ងៃហើយខ្ញុំប្រើប្រាស់វាជាប្រចាំដូចគ្នាបើសិនបងប្អូនមានចម្ងល់ទាក់ទងនឹង shortcut key ណាមួយទាំងអស់នេះបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបានបើពេញចិត្តវីដេអូនេះសូមចុច like ហើយនិង subscribe channel ម្នាក់មួយផងដើម្បីបានវីដេអូបន្តទៀតទាក់ទងនឹងការប្រើប្រាស់កុំព្យូទ័រ